ហើយបានជារ៉ាមត្រូវបានគេចាត់ទុកថាជាកម្ពុជាយីហោ LAN pick up របស់អាមេរិកបងប្អូនធ្លាប់ឆ្ងល់អត់អញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅមើលពីការវិវត្តនៃប្រព័ន្ធសាស្ត្រដ៏អស្ចារ្យរបស់ RAM ដែលខ្ញុំនឹងយកតែចំណុចសំខាន់ខ្លឹមៗតែប៉ុណ្ណោះមកសម្រាប់ជូនបងប្អូន pick up គឺជា LAN ដែលគេពេញនិយមនៅអាមេរិកតាំងពីឆ្នាំ1900ជាងមកម្លេះដោយសារមនុស្សត្រូវការយានជំនិះជំនួសសត្វសេះដែលអាចធ្វើដំណើរបានហើយដឹកឲ្យបានសម្រួលការងារបានច្រើនទៀតអញ្ចឹងដំបូងឡើយចាប់ផ្ដើមចេញពី brand Dodge បង្កើតឡើងដោយបងប្អូនជនជាតិអាមេរិក2នាក់ត្រូវបានគេស្គាល់ថាជា Dodge Brother គាត់ចាប់ផ្ដើមផលិត LAN pick up តាំងពីឆ្នាំ1900ជាងនឹងមកសម្រាប់ប្រជាជនប្រើប្រាស់ផងក៏ដូចជាបានយក LAN pick up របស់គាត់ទៅធ្វើ LAN ទាហាននៅក្នុងសម័យសង្គ្រាមលោកលើកទី2ទៀតប៉ុន្តែគ្រប់យ៉ាងក៏ចាប់ផ្ដើមប្រែប្រួលដោយសារតែក្រុមហ៊ុន Chrysler ដែលជា brand របស់អាមេរិកដែរបានទិញយក brand Dodge បន្ទាប់មកគាត់ក៏មានយុទ្ធសាស្ត្រទីផ្សារថ្មីដោយបានដាក់ logo សត្វជាមព្រៃឬក៏សត្វ RAM នៅលើ hood ឬក៏ក្រោកក្បាលម៉ាស៊ីន LAN ចន្លោះពីឆ្នាំ1930ទៅ1950ជាងដើម្បីបង្ហាញអំពីអំណាចក៏ដូចជាភាពតាន់នៃរថយន្ត spec មួយចំនួនរបស់គាត់នៅក្នុងឆ្នាំ1978 Dodge ក៏មានការចាប់អារម្មណ៍នៅក្នុងការផលិត pick up by performance គាត់ក៏បានចេញ model មួយដែលមានឈ្មោះថា Little Red Express ដែលប្រើប្រាស់ម៉ាស៊ីន V8 កម្លាំងរហូតដល់225 horsepower ចំណងហ្នឹងគឺខ្លាំងមែនទែនមកបងប្អូនគ្នាវាអាចរត់ quarter mile ឬក៏402 ម៉ែត្រត្រឹមតែ 14.7 second តែប៉ុណ្ណោះលឿនខ្លាំងមែនទែនអញ្ចឹងហើយទើបធ្វើឲ្យ LAN មួយហ្នឹងខ្លាចទៅជា pick up ឬក៏ LAN អាមេរិកដែលលឿនខ្លាំងជាងគេនៅជំនាន់ហ្នឹងចូលមកដល់ឆ្នាំ1981គឺមានការ update ធំខ្លាំងមែនទែនជាការ rebrand ឬក៏ការបន្ថែមពាក្យ RAM ចូលទៅក្នុង pick up របស់ Dodge ដែលមាន logo RAM នៅកន្លែង fender ក៏ដូចជាផ្នែកខាងក្រោយគឺមានពាក្យថា Dodge Ram ដែលត្រូវបានគេស្គាល់ក៏ដូចជារាប់ថាជាជំនាន់ទី1នៃ Dodge Ram pick up អំឡុងពេលហ្នឹងដែរ spec ត្រូវបានបែងចែកជាពីរធំ D series តំណាងឲ្យ LAN ប៉ុង1និង W series តំណាងឲ្យ LAN ប៉ុង2ឬក៏ឈ្មោះហៅក្រៅមួយទៀតជា Power Ram បន្តមកទៀតតកតងទៅនឹង performance របស់ Dodge Ram ក៏ផ្ទុះការចាប់អារម្មណ៍ខ្លាំងដោយសារតែគាត់បានទៅសហការជាមួយនឹង brand ម៉ាស៊ីនម៉ាស៊ូតដ៏ល្បីដែលមានឈ្មោះថា Cummins ជំនាន់ហ្នឹងដែរបច្ចេកវិទ្យាម៉ាស៊ីនម៉ាស៊ូតដៃគូប្រជែងគឺនៅស្ទើរនៅឡើយទេខណៈពេលដែល LAN របស់គាត់បានប្រើប្រាស់ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតដែលមានបច្ចេកវិទ្យា direct injection ឬក៏ព្រុសប្រេងឥន្ធនៈដែលផ្ទាល់អូខេអញ្ចឹងចូលមកដល់ជំនាន់ទី2គិតចាប់ពីឆ្នាំ1994 RAM គាត់បានមកផ្ដោតទៅលើការ design ឬក៏ការរចនារូបរាងខាងក្រៅវិញម្ដងហើយពេលហ្នឹងគឺជោគជ័យរបស់គាត់ម្ដងទៀតដោយសារតែប្រជាជនអាមេរិកគឺបានចាប់អារម្មណ៍ជាមួយនឹង pick up ជំនាន់ទី2របស់គាត់នឹងខ្លាំងមែនទែននៅពេលហ្នឹងដែរគឺមានទស្សនាវដ្តី Motor Trend បានឲ្យបន្ទុកទៅលើការរចនារបស់គាត់ថាល្អបំផុតឬក៏ Truck of the Year និយាយទៅជំនាន់ទី2ហ្នឹងលក់ដាច់ខ្លាំងមែនទែនបងប្អូនទាំងគ្នាដោយសារតែរូបរាងថ្មីហ្នឹងត្រឹមតែប្រហែលឆ្នាំ pick up Dodge Ram ហ្នឹងគឺអាចលក់បានរហូតដល់ 40,000 គ្រឿងអញ្ចឹងដែរទើបធ្វើឲ្យក្រុមហ៊ុនរបស់គាត់រីកចម្រើនខ្លាំងមែនទែនបន្តមកទៀតតកតងទៅនឹងការ update ឲ្យគួរស្កត់សម្គាល់ឃើញថាគាត់ចាប់ផ្ដើមប្រើលេខ iconic របស់គាត់គឺ1500ហើយក៏មានការ update តកតងទៅនឹងជើងក្រោមផ្នែកខាងមុខប្រើជាប្រភេទឯករាជ្យជាប្រភេទស្លាបព្រាវរីឯផ្នែកខាងក្រោយ Spec 4WD អត់ប្រើប្រាស់ជាទៀសទេប្រើប្រាស់ជាមួយនឹង Boom Laser តែម្ដងសម្រាប់ Frank គឺមាន option ABS ពងសុវត្ថិភាពនិង interior ខាងក្នុងចាប់ផ្ដើម update ឲ្យមាន armrest និង storage ប្រកបនៅកៅអីខាងក្រោយសុទ្ធសឹងតែជាសញ្ញាបង្ហាញថា RAM គាត់ចាប់ផ្ដើមបដោតទៅលើផាសុកភាពសុវត្ថិភាពនិងការប្រើប្រាស់នៅក្នុងឆ្នាំ1998មុននឹងបញ្ចប់ជំនាន់ទី2គាត់ក៏បានចេញ Spec ទ្វារ4ក៏ប៉ុន្តែបើកទ្វារបញ្ជាក់ដូចទៅនឹង Land Rolls-Royce អញ្ចឹងរហូតដល់ឆ្នាំ2002ដែលជាជំនាន់ទី3ទើបគាត់ធ្វើការ update ធំដែលផ្ដោតទៅលើភាពទូលាយហើយនិងផាសុកភាពតែម្ដងដោយចេញ Spec មួយដែលមានឈ្មោះថា Mega Cab ឡានហ្នឹងមិនត្រឹមតែទ្វារ4ហើយគឺទូលាយខ្លាំងមែនទែនអាចអង្គុយបានរហូតដល់6នាក់ខាងមុខ3ខាងក្រោយ3ហើយដែលសំខាន់ហ្នឹងអ្នកផ្នែកខាងក្រោយគឺនៅសល់ space leg room ខ្លាំងមែនទែនអញ្ចឹងធ្វើឲ្យភ្ញាក់ផ្អើលទីផ្សារឡានម្ដងទៀតហើយដោយសារតែឥឡូវហ្នឹង pick up របស់ RAM ទូលាយខ្លាំងដូចជាឡាន SUV អញ្ចឹងក្នុងឆ្នាំ2004 Dodge Ram បានធ្វើរឿងមិនគួរឲ្យជឿមួយគឺយកម៉ាស៊ីនឡាន sport របស់គាត់យកមកបញ្ចូលនៅក្នុងឡាន pick up Spec SRT10 ម៉ាស៊ីនហ្នឹងធំខ្លាំងមែនទែនបងប្អូនគ្នា10ស៊ីឡាំងឬក៏ V10 ចំណុះ 8.3 លីត្រផលិតកម្លាំងបានរហូតដល់500សេសអាចជន់ស្ទុះពី0ទៅ100ត្រឹមតែ5 second តែប៉ុណ្ណោះដែលធ្វើឲ្យឡានហ្នឹងក្លាយទៅជា pick up ដែលខ្លាំងបំផុតសាជាថ្មីនៅក្នុងប្រវត្តិសាស្ត្រឡាន pick up របស់អាមេរិកមកដល់បច្ចុប្បន្ននេះក៏គេនៅតែចាត់ទុក Dodge Ram SRT10 ជា legendary pick up ផងដែរហើយចំណុចពិសេសពីឡានហ្នឹងមួយពីផ្នែកខាងក្រៅគឺមានជាមួយនឹង spoiler និយាយទៅគ្រាន់តែយើងឃើញ spoiler នៅលើឡាន pick up ក៏ដឹងថាជាឡានមិនធម្មតាដែរចូលមកដល់ឆ្នាំ2009ដែលជាជំនាន់ទី4 cool feature ឬក៏ចំណុច update លយមួយដែលខ្ញុំចាប់អារម្មណ៍គឺជា RAM box ដែលជា storage សងខាងនៅផ្នែកធំខាងក្រោយដែលខ្ញុំឃើញគេយកអីវ៉ាន់ចាំបាច់ផ្សេងៗយកទៅដាក់នៅកន្លែងហ្នឹងច្រើនមែនទែនដោយសារតែវាសុវត្ថិភាពយើងអាច lock បានទៀតផងហើយនៅក្នុងឆ្នាំ2010 brand Dodge ហើយនិង RAM ក៏បានផ្ដាច់ចេញពីគ្នាដោយ brand Dodge គឺគេផ្ដោតទៅលើឡាន sport car និង SUV ចំណែកឯ RAM គឺជា brand ដែលផ្ដោតទៅលើឡាន pick up សុទ្ធបន្តមកដល់ក្នុងឆ្នាំ2016 RAM ក៏បានសម្ពោធជាផ្លូវការនៅ Spec RAM 1500 Rebel គឺជា Spec មួយដែលខ្ញុំឃើញពេញនិយមប្រើច្រើនមែនទែននៅប្រទេសកម្ពុជាបើយើងផ្ទាល់តែម្ដងចុះមកដល់ជំនាន់ទី5គិតចាប់ពីឆ្នាំ2019មកដល់ពេលបច្ចុប្បន្នព្រឹត្តិការណ៍សំខាន់កើតឡើងហ្នឹងគឺ RAM ចាប់ផ្ដើមចង់បង្ហាញពីអនុភាព brand របស់គាត់សារជាថ្មីគាត់បានបញ្ចេញនូវ Spec ដ៏អស្ចារ្យមួយដែលមានឈ្មោះថា TRX វាគឺជាឡានដែលមានរូបរាងដ៏អំណាចជើងក្រោមក៏ថ្មីហើយជាពិសេសហ្នឹងគឺគាត់បានយកម៉ាស៊ីនឡាន Sport យកមក
មកប្រើប្រាស់ម្ដងទៀតដែលជាម៉ាស៊ីន Hellcat Hemi Supercharged V8 6.2 លីត្រផលិតកម្លាំងបានរហូតដល់702 horsepower និយាយទៅ RAM TRX នឹងល្បីខ្លាំងមែនទែនគេឈ្មោះឲ្យវាសន្និដ្ឋានអត់ចាំបាច់រៀបរាប់ច្រើនទេទស្សនាវដ្តីខ្លះថែមទាំងបានរាប់ថាជា best performance truck ever built ទៀតផងតែគួរឲ្យសោកស្ដាយខ្លាំងមែនទែនដោយសារតែ RAM គាត់បានផ្អាកឈប់ផលិតហើយធ្វើឲ្យ RAM TRX ក៏ខ្លាចទៅជាឡានកម្រមួយផងដែរហើយអត់ទាន់ចប់ទេបងប្អូនទាំងគ្នាអ្នកដែលបន្តតំណែងឬក៏ស្នង legacy របស់ RAM TRX ហ្នឹងគឺមានឈ្មោះថា RAM 1500 RHO វាប្រើប្រាស់ម៉ាស៊ីន DNA ថ្មីគឺ Hurricane i6 ចំណុះ 3.0 លីត្រផលិតកម្លាំងបាន540សេសដែលជាម៉ាស៊ីនដែលមានប្រសិទ្ធភាពនិងទាន់សម័យអ្វីដែលសំខាន់ RAM គាត់នៅតែរក្សារូបរាងខាងក្រៅមាន air intake នៅកន្លែង hood ក៏ដូចជា chassis ជើងក្រោមហើយនិងបូមដូចទៅនឹង TRX ដដែលទេខ្ញុំក៏លើថា RAM 1500 RHO ហ្នឹងក៏ជិតមកដល់ប្រទេសកម្ពុជារបស់យើងឆាប់ៗនេះដែរដោយសារតែមានអ្នកកម្មង់អញ្ចឹងគឺជាព័ត៌មានមួយដែលល្អមែនទែនជាពិសេសទៀតហ្នឹងបងប្អូនក៏អាចធ្វើការដាក់កម្មង់បានដែរជាមួយនឹងក្រុមហ៊ុន RAM Cambodia Official តែម្ដងនៅក្នុងតម្លៃ$139,000តើតោងទៅនឹងការអាប់ដេតរបស់ RAM ដែលជាយីហោ pick up របស់អាមេរិកអ្វីដែលខ្ញុំចាប់អារម្មណ៍គឺតើតោងទៅនឹងបច្ចេកវិទ្យារបស់គាត់ដែលផ្ដោតទៅលើជើងក្រោមផាសុកភាព option ទំនើបហើយជាពិសេសតើតោងទៅនឹង performance តែម្ដងគឺគាត់ចង់ឲ្យ pick up របស់គាត់ stand out ឬក៏លេចធ្លោជាងគេនៅលើទីផ្សារតែម្ដងអញ្ចឹងដែរបើសិនជាបងប្អូនចង់ឃើញខ្ញុំ review RAM 1500 RHO នៅពេលណាមកដល់ប្រទេសកម្ពុជារបស់យើងកុំភ្លេច like comment ហើយ share វីដេអូនេះម្នាក់មួយផង